ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចានៅក្នុងវីដេអូនេះគឺក្រុមលោកគ្រូអ្នកគ្រូនៅសាលាខាងស្វាមីគាត់បានធ្វើដំណើរទៅលេងនៅខេត្តកំពតនិងកែបហើយវីដេអូនេះយើងយូរដែរហើយប៉ុន្តែទៅមានពេលបានកាត់តវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាចាហើយនេះគឺជានៅតាមដងផ្លូវដែលយើងធ្វើដំណើរឆ្ពោះទៅខេត្តកំពតចាទេសភាពមានដងភ្នំមានអីពិតជាស្រស់ស្អាតមែនតើបងប្អូនចាមានវាលស្រែគឺធ្វើស្រូវប្រាំងបងប្អូនចាទេសភាពតាមវាលស្រែស្រូវទឹកដើមទុំបដាបងប្អូនចាហើយពួកយើងធ្វើដំណើរហ្នឹងទៅលេងកន្លែងតំបន់រមណីយដ្ឋានមលិចចាប៉ុន្តែអត់បានថតទេសភាពនៅកន្លែងមលិចហ្នឹងឲ្យបងប្អូនទស្សនាចាហើយនៅក្នុងវីដេអូនេះគឺនៅពេលល្ងាចប្រហែលជាម៉ោង6ល្ងាចបងប្អូនចាលោកគ្រូអ្នកគ្រូមួយគ្រូសាមគ្គីសាគឺគាត់នាំគ្នាមកជិះទូកដើម្បីមើលទេសភាពនៅពេលល្ងាចនៅកំពតចាហើយយើងធ្វើដំណើរគឺឆ្ពោះទៅកន្លែងសេះសមុទ្រឃើញថាទេសភាពនៅពេលល្ងាចនៅតាមព្រែកនៅតាមនៅកំពតហ្នឹងគឺឃើញថាវាស្រស់ស្អាតណាស់ពីមានភ្លើងពណ៌ចាហើយមិនហ្នឹងគឺបានឆ្លងកាត់ស្ពានមួយហើយបងប្អូនចាហើយនៅខាងមុខហ្នឹងគឺមានស្ពានមួយទៀតចាខាងមុខហ្នឹងគឺឃើញចាល្ងាចឡើងគេចាប់ដើមដាក់ភ្លើងពណ៌ស្អាតមែនទែនចាហើយក៏សូមសរសើរជាវាយខេត្តកំពតបានរៀបចំទីរួមខេត្តកំពតឲ្យមានកន្លែងកំសាន្តច្រើនជាពិសេសគឺបានបង្កើតកន្លែងសេះសមុទ្រដើម្បីបងប្អូនដែលទៅខេត្តកំពតគឺមានកន្លែងថតរូបទុកជាអនុស្សាវរីយ៍ដើម្បីទុកមើលនៅពេលក្រោយហើយនៅក្នុងទុកដែលខ្ញុំជិះហ្នឹងគឺមិនមែនជាទុកមកទេបងប្អូនចាគឺយើងជិះដោយឡៃពីខ្លួនឯងគឺយើងជិះក្នុងម្នាក់គឺតម្លៃ10000រៀលហើយក្នុងនោះក៏មានជនជាតិបរទេសជិះជាមួយដែរហើយនេះនៅពេលយប់ចានៅពេលយប់គឺនៅកន្លែងជិតសេះសមុទ្រហ្នឹងគឺគេមានទឹកគេហៅថាទឹករំបងប្អូនទឹកហ្នឹងគឺវាឡើងទៅតាមចង្វាក់ភ្លេងដែលគេចាក់ហ្នឹងចាឃើញថាទេសភាពស្អាតមែនទែនហើយថតតាមទូរស័ព្ទអញ្ចឹងយើងមើលតាមទូរស័ព្ទមិនទៅជាស្អាតដូចយើងមើលផ្ទាល់ទេបើបងប្អូនចង់ដឹងថាទេសភាពស្អាតប៉ុណ្ណាបងប្អូនអាចទៅទស្សនានៅខេត្តកំពតនឹងបានទៅមើលទឹករំទៅតាមបទភ្លេងហើយនឹងមានសេះសមុទ្រហើយជិះទូកម្នាក់10000នេះគឺរយៈពេល1ម៉ោងចាគឺអត់ស្ដាយលុយទេបងប្អូនគឺឃើញទេសភាពស្អាតណាស់ហើយនេះយើងចាប់ផ្ដើមធ្វើដំណើរបន្តទៀតនៅថ្ងៃបន្ទាប់ចាគឺពួកយើងបានទៅជិះទូកទៅមើលព្រៃកោងកាងថាហើយតំបន់ព្រៃកោងកាងនេះក៏ស្អាតដែរបងប្អូនគឺទេសភាពសម្បូរទៅដោយព្រៃកោងកាងជុំវិញអូមទាំងសងខាងចាពិតជាស្អាតប្រសើរមែនហើយតំបន់ដែលខ្ញុំទៅលេងហ្នឹងគឺជាតំបន់ដែលគេអភិរក្សបងប្អូនដូចឃើញប្រសញ្ញាហ្នឹងហើយគឺគេអភិរក្សហើយគឺគេចាប់ដើមគេបានដាំដើមកោងកាងច្រើនណាស់ចាហើយនេះគឺជាលើកទី1ហើយដែលខ្ញុំបានមកលេងព្រៃកោងកាងនេះហើយក៏បានជិះទូកមើលកំសាន្តនេះហើយនៅតាមផ្លូវហ្នឹងគឺឃើញដើមព្រៃកោងកាងមួយហ្នឹងគឺគេបានដាំបងប្អូនហើយនៅតំបន់ព្រៃកោងកាងហ្នឹងគឺសម្បូរដោយកូនក្តាមតិចតួចនិងដើមថ្មធំក៏មានដែរចាឃើញគេមកនេសាទនៅហ្នឹងដែរហើយបងប្អូនដែលបានមកលេងហ្នឹងបើចង់បានទិញក្តាមបងប្អូនអាចប្រាប់អ្នកបើកទុកហ្នឹងគឺគាត់នឹងនាំទៅកន្លែងដែលមានគេលក់តែពជានេសាទគាត់ត្រមកថ្មីបងប្អូនហើយបងប្អូនឃើញព្រៃកោងកាងដោះជុំវិញណាកុំគិតថាទឹកហ្នឹងជ្រៅចាគឺអត់ជ្រៅទេបងប្អូនទឹកហ្នឹងប្រហែលជាជម្រៅប្រហែលជា1ម៉ែត្រជាងតិចតួចឯណាបងប្អូនបន្ទាប់ពីពួកយើងបានទៅលេងព្រៃកោងកាងថតរូបអីហើយក៏មកផ្សារកែបចាមកផ្សារកែបហ្នឹងគឺមកទិញគ្រឿងសមុទ្រយកទៅផ្ញើអ្នកផ្ទះចាហើយអត់បានថតថាទិញបាត់អីខ្លះបងប្អូនព្រោះដោយសារក្តៅពេកដល់អញ្ចឹងហើយ
ថតបានតិចតួចដែរទេនៅផ្សារកែបសម្បូរណាស់ផ្សារកែបហើយខ្ញុំអ្វីដែលខ្ញុំចាប់អារម្មណ៍នឹងគេគឺកាឈៀវចាកាឈៀវហើយនឹងដើមខ្ទឹមជ្រក់គេហៅថាដើមជ្រក់គឺរសជាតិឆ្ងាញ់មែនទែនចាហើយខ្ញុំក៏បានទិញមកកាពីក្តាមយកមកផ្ញើអ្នកផ្ទះដែលរងចាំនៅផ្ទះជាពិសេសកូនបង